សំឡងពាក្យសម្ដី20ឃ្លារបស់ជូកាលៀឆ្លាតយើងវៃស្មោះត្រង់ទី1កម្លាំងយើងរត់តែខ្លាំងទើបគេគោរពយើង2កិច្ចការធំទាំងអំបាលសុទ្ធតែចាប់ផ្ដើមនៅពេលតល់ច្រកទាំងអស់3បើខ្លួនឯងដើររងម្ចាស់គេចង់បង្កើតម្ចាស់ខ្លួនឯងទៅ4បើស្លាប់អាចដោះស្រាយបញ្ហាបានមនុស្សខំប្រឹងដើម្បីអ្វីទៅ5មានតែឆ្ពោះទៅមុខទើបអាចសម្រេចចិត្តបាន6ម្ចាស់ឆ្លាតត្រូវពឹងលើរាជតែមិនត្រូវយករាជជាបន្ទុកទេព្រោះមិនត្រឹមតែនាំទុកដល់រាជទេនៅនាំទុកដល់ខ្លួនឯងទៀត7ម្រាមដៃ10មានវែងមានខ្លីគ្រួសារណាក៏មានបញ្ហាផ្ទៃក្នុងដែរ8សន្សឹមទៅទោះបីមិនឆាប់ឈ្នះក៏មិនងាយបរាជ័យដែរ9សម្បកក្រៅឃើញដូចល្ងងតែធាតុពិតមហាប្រាជ្ញា10ស្មោះនឹងក្បត់មិនស៊ីគ្នាទេ11អ្វីដែលគួរធ្វើខ្ញុំធ្វើអស់ហើយចាំមើលតែព្រមលិខិតប៉ុណ្ណោះ12មិនទាន់វាយត្រង់វាយចិត្តមុន13ចាប់ចាក់ចេញពីកន្លែងគ្រោះថ្នាក់ទើបជាមធ្យោបាយល្អ14បំភ័យវាទើបអាចនឹងចិត្តវាបាន15បាតុភូតប្រែប្រួលលឿនមិនអាចម្នះ16បើយើងមិនវាយគេប្រកាសជាវាយយើងវិញគ្រាន់តែសំងំយកសុកមិនអាចសុកបានទេ17ធ្វើសង្គ្រាមមិនអាចពឹងលើចិត្តឆេវឆាវទេត្រូវមានយុទ្ធសាស្ត្រនិងជាអត់ធ្មត់18ក្បួនគឺសម្បកក្រៅយុទ្ធសាស្ត្រទើបអាចយកឈ្នះចាញ់19ដណ្ដើមទើបត្រូវគេនិយាយដើម20បើមិនវាចៅក្បត់ទេវាជាវុកមុខជាវិនាសបើអង្គុយចាំស្លាប់ដដែលមានតែបដូរជីវិតវាយ